ចម្រើនពរញាតិញោមនេះគឺសកម្មភាពព្រះសង្ឃពូជាងកំពុងតែកាត់ដែកគឺដែកនេះគឺជាប្រភេទដែកទីបមូលដែលយើងកាត់ដើម្បីធ្វើជាបង្គោលសូឡាហើយនេះសកម្មភាពយើងឆូតទៅដើម្បីឲ្យទីបហ្នឹងមានសភាពមូលបានស្មើល្អពេលដែលយើងបដោតជាមួយនឹងទីបមួយទៀតដែលមានរាងតូចជាងសូមចម្រើនពរញាតិញោមថាបង្គោលសូឡាដែលកំពុងតែធ្វើនេះគឺត្រៀមដើម្បីដាក់ក្នុងមូលដ្ឋានឃុំតអូយើងចម្រើនពរញាតិញោមហើយគឺបន្ទាប់ពីផ្លូវកៅស៊ូបានក្រាលកៅស៊ូរួចគឺយើងដាក់ពីមុខវត្តដោមទៅទល់វត្តក្រាំងត្រមូងបន្តរហូតទៅដល់សហគមន៍កសិកម្មគិរីឧត្តមតអូញាតិញោមស្ថិតនៅក្នុងឃុំតអូហើយចម្រើនពរញាតិញោមថាញាតិញោមនៅតែបន្តការចូលរួមជាបន្តអាត្មានឹងចម្រើនពរញាតិញោមថានឹងធ្វើជាបន្តរហូតទៅទល់នឹងគ្រប់ចំនួន108ដើមលើបណ្ដោយផ្លូវចំនួន2550ម៉ែត្រចម្រើនពរញាតិញោមទៅតាមគម្រោងដែលបានប្រជុំសម្រាប់ជាមួយបងអភិបាលនៃគណៈអភិបាលស្រុកនិងសហការីពីថ្ងៃមុនមានញោមមេឃុំតអូនចេញចូលរួមនឹងសហការីផងដែរចម្រើនពរញាតិញោមថាបង្គោលសូឡានេះគឺយើងធ្វើដោយយកចិត្តទុកដាក់មែនទែនដោយគិតពីគុណភាពនិងសោភ័ណភាពការប្រើប្រាស់សុវត្ថិភាពក្នុងសហគមន៍យើងចម្រើនពរញាតិញោមមួយទៀតចង់ចម្រើនពរញាតិញោមថាបង្គោលសូឡាដែលយើងបានដាក់ទៅនេះសូមចម្រើនពរញាតិញោមជួយថែទាំក្នុងនាមញាតិញោមជាម្ចាស់សទ្ធានៅចំណុះឲ្យជើងវត្តតាមបណ្ដាផ្លូវរហូតទៅទល់នឹងសហគមន៍ក្តីញាតិញោមដែលបានចូលរួមពីបណ្ដាមជ្ឈដ្ឋានឆ្ងាយដូចជានៅរាជធានីភ្នំពេញក្តីក៏ចម្រើនពរអរគុណចំពោះការចូលរួមថែទាំញាតិញោមព្រោះការដាក់ក្តីការដាំដើមឈើកូនឈើដើមផ្កាក្តីការដាំការដែលដំឡើងការដាក់នេះគិតថាជារឿងល្អហើយប៉ុន្តែរឿងដែលពិសេសនិងល្អជាងនេះទៅទៀតគឺការមើលថែទាំគឺជាការងារដែលមានប្រសិទ្ធភាពបំផុតព្រោះកាលណាបើដាក់ហើយមិនបានមើលថែទាំឲ្យបានត្រឹមត្រូវថែរក្សាឲ្យបានល្អទេมันអាចប្រើបានយូរទេចម្រើនពរញាតិញោមរីឯដើមឈើកូនឈើក៏ដូចគ្នាចម្រើនពរបើគ្រាន់តែដាំហើយมันបានស្រោចទឹកมันបានដាក់ជីมันបានកាប់ឆ្ការព្រៃมันបានត្រាវជើងស្មៅខាងក្រោមទេពិតជាដើមឈើនោះมันអាចលូតលាស់បានល្អទេអញ្ចឹងចម្រើនពរអរគុណដល់ញាតិញោមទាំងអស់គ្នាដែលបានចូលរួមជូនពរញាតិញោមប្រុសស្រីទាំងអស់សុខភាពល្អ